បាទសូមជម្រាបសួរបងប្អូនសត្វពស់នៅលើភពផែនដីរបស់យើងនេះមានច្រើនប្រភេទណាបងប្អូនហើយប៉ុន្តែសត្វពស់ដែលមានទំហំធំជាងគេបំផុតនៅលើភពផែនដីនាពេលបច្ចុប្បន្ននោះគឺបានទៅពស់អាណាខុនដាចំណែកឯពស់ដែលមានទំហំធំជាងគេនៅក្នុងប្រវត្តិសាស្ត្រវិញគឺបានទៅលើសត្វពស់ទីតាណូបូអាបាទតើពស់ទាំងពីរនេះមានលក្ខណៈពិសេសយ៉ាងដូចម្ដេចឥឡូវយើងសូមទៅតាមដានជាមួយនឹង The Citaso ទាំងអស់គ្នាសត្វពស់គឺជាប្រភេទសត្វដែលតាក់ទាញចំណាប់អារម្មណ៍និងបង្កឲ្យមានភាពភ័យខ្លាចខ្លាំងបំផុតទៅដល់មនុស្សដោយសារតែទំហំនិងកម្លាំងព្រមទាំងពឹសរបស់វានៅក្នុងចំណោមពស់រាប់ពាន់ប្រភេទនៅលើផែនដីនេះមានពស់ពីរប្រភេទដែលលេចធ្លោជាងគេដោយសារតែទំហំដ៏អស្ចារ្យរបស់វាទីមួយនោះគឺពស់ថ្លាន់អាណាខុនដាដែលជាសត្វពស់ធំជាងគេនាសម័យបច្ចុប្បន្ននិងទីតាណូបូអាដែលជាសត្វពស់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រពស់ថ្លាន់អាណាខុនដាគឺជាមហាអំណាចនៃពិភពសម័យទំនើបបងប្អូនពស់ថ្លាន់អាណាខុនដាគឺជាស្ដេចពស់នៅសម័យបច្ចុប្បន្នដែលត្រូវបានចាត់ទុកថាជាសត្វពស់ដែលធំជាងគេបើសិនជាយើងគិតពីទម្ងន់និងទំហំរាងកាយរបស់វាជាសមាជិករបស់ពស់ថ្លាន់ដែលត្រូវបានរកឃើញនៅទ្វីបអាមេរិកខាងត្បូងពស់ថ្លាន់អាណាខុនដាមានប្រវែងជាមធ្យមនោះគឺពី6ទៅដល់9ម៉ែត្រប៉ុន្តែមានករណីកម្រដែលអាចឡើងទៅដល់10ម៉ែត្រទម្ងន់របស់វាមានទម្ងន់រហូតទៅដល់250គីឡូក្រាមដែលធ្វើឲ្យវាคล้ายទៅជាសត្វពស់ដែលធ្ងន់ជាងគេវាមានរាងកាយក្រាស់និងសាច់ដុំរឹងមាំគ្របដណ្ដប់ដោយស្បែកពណ៌បៃតងខ្មៅជាមួយនឹងចំណុចខ្មៅនិងលឿងក្បាលធំនិងភ្នែកតូចធ្វើឲ្យវាមើលទៅគួរឲ្យខ្លាចជាធម្មតាពស់ញីមានទំហំនោះធំជាងពស់ឈ្មោលខ្លាំងមែនទែនពស់ថ្លាន់អាណាខុនដាច្រើនរស់នៅតំបន់ដែលមានទឹកវាភក់និងទន្លេជាពិសេសនោះគឺអាងទន្លេអាម៉ាហ្សូននៅតំបន់ផ្សេងទៀតដូចជាប្រទេសប្រេស៊ីលកូឡុំប៊ីវេណេស៊ុយឡានិងប៉េរូពស់ថ្លាន់អាណាខុនដាមិនមានពឹសទេបងប្អូនប៉ុន្តែវាសម្លាប់ចំណីរបស់វានឹងដោយការរឹតច្របាច់ចាប់សត្វជាច្រើនធ្វើជាចំណីរបស់វានឹងដោយងាយស្រួលតែម្ដងបាទចំណីរបស់វានឹងមានចាប់ពីសត្វតូចៗដូចជាត្រីថនិកសត្វតូចៗរហូតដល់សត្វធំៗក៏វាអាចចាប់ជាចំណីបានដែរបងប្អូនចំណែកឯទីតាណូបូអាគឺជាសត្វពស់យក្សសម័យបុរាណនៅយុគប៉ាឡេអូសិនទីតាណូបូអាគឺជាសត្វពស់ដ៏ធំសម្បើមដែលធ្លាប់រស់នៅលើផែនដីដែលគេសន្និដ្ឋានថាវារស់នៅក្នុងយុគសម័យប៉ាឡេអូស៊ីនប្រហែលជា60មក58លានឆ្នាំមុនវាត្រូវបានរកឃើញតាមរយៈហ្វូស៊ីលនៅអណ្ដូងរ៉ែធ្យូងថ្មសេរ៉េចុងនៅក្នុងប្រទេសកូឡុំប៊ីហើយបានផ្ដល់ភស្តុតាងដ៏គួរឲ្យចាប់អារម្មណ៍អំពីសត្វល្មូនបុរាណទីតាណូបូអាមានប្រវែងប៉ាន់ស្មាននោះប្រហែលជា12ទៅ15ម៉ែត្រទម្ងន់របស់វាគឺ1តោនបងប្អូនរាងកាយរបស់វាមានអង្កត់ផ្ចិតប្រហែល1ម៉ែត្រដែលធ្វើឲ្យវាមានទំហំធំជាងពស់ថ្លាន់អាណាខុនដាយ៉ាងច្រើនដោយសារតែមានហ្វូស៊ីលឆ្អឹងកងខ្នងនិងឆ្អឹងជំនីរបស់វាត្រូវបានរកឃើញយើងអាចសន្និដ្ឋានថាវាមានរូបរាងស្រដៀងទៅនឹងពស់ថ្លាន់សម័យទំនើបប៉ុន្តែទំហំរបស់វានោះគឺធំមែនទែនបងប្អូនហើយពណ៌និងស្បែករបស់វាគឺយើងមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយទេទីតាណូបូអារស់នៅតំបន់ព្រៃដែលមានទឹកជោគជាំជាពិសេសនឹងក្នុងបរិស្ថានក្តៅសើមដែលយើងឃើញថាការរស់នៅរបស់វាគឺស្ថិតនៅក្នុងប្រទេសកូឡុំប៊ីនៅក្នុងសម័យប៉ាឡេអូស៊ីនផែនដីមានអាកាសធាតុក្តៅជាងសប្តាហ៍ថ្ងៃដែលអនុញ្ញាតឲ្យសត្វល្មូនធំៗដូចជាទីតាណូបូអាអាចលូតលាស់បាន
វាជាទំនងជាចំណាយពេលច្រើននៅក្នុងទឹកដោយសារតែទំហំដ៏ធំរបស់វាធ្វើឲ្យការធ្វើចលនានៅលើគោកហាក់ពិបាកបន្តិចទីតាណូវ៉ាអាចទំនងជាសម្រាប់ចំណីនោះដោយការរឹតច្របាច់ស្រដៀងទៅនឹងពស់ថ្លាន់នាសម័យបច្ចុប្បន្នផងដែរចំណីរបស់វារួមមានត្រីធំក្រពើបុរាណឬសត្វល្មូនផ្សេងទៀតដែលរស់នៅក្នុងបរិស្ថានជាមួយវាកម្លាំងនិងទំហំរបស់វាធ្វើឲ្យคล้ายជាសត្វមាំងសាសីដ៏គួរឲ្យខ្លាចនាសម័យនោះផងដែរ